ចាបងប្អូនអើយនិយាយពីឋានស្លំជូគូក្តាមនេះគឺឋានធ្វើយូរខ្លាំងមែនតើបងប្អូនអញនិយាយថាសម្រាប់ខ្ញុំមើលអញនិយាយថាខានញ៉ាំជាង10ឆ្នាំហើយណាបងប្អូនទើបតែថ្ងៃហ្នឹងចាទៅផ្ទះចាហើយបានជាមួយនឹងក្តាមនេះបងប្អូនអូនិយាយពីថាក្តាមនេះចាបេះលហុងអីមកចាក្តាមស្លឹកអំពិលនេះសិតតែជាធម្មជាតិទាំងអស់អញ្ចឹងហើយណាហើយសម្រាប់ក្តាមនេះគឺខ្ញុំយកមកបុកខ្លះចាខ្ញុំយកមកបុកខ្លះខ្ញុំទុកខ្លះចឹងទៅណាបងប្អូននិយាយពីថាបងប្អូនអើយនិយាយពីថាក្តាមខែនេះនិយាយពីថាចេះខ្លាញ់អូយសែនខ្លាញ់មែនតើអានេះយើងបុកមកហើយពេលដែលបងប្អូនបុកអញ្ចឹងយកទៅចំបាច់ទឹកបងប្អូនពេលបងប្អូនដែលចង់បានជាមួយនឹងសាប៊ូកក់សក់ដែលដោះហើយកក់ហើយដោះលឿនបានល្អកុំភ្លេចជាមួយនឹងសាប៊ូកក់សក់របស់ម៉ែរួយចាសាប៊ូកក់សក់របស់យើងគឺជាប្រភេទសាប៊ូកក់សក់ដែលមានសំណើមខ្លាំងមែនទែនបងប្អូនអ្វីដែលសំខាន់ណាគឺបងប្អូននេះគឺសក់របស់ខ្ញុំកក់ហើយគឺមានអារម្មណ៍ថាអាលោះអាលងអញ្ចឹងតែម្ដងអ្វីសំខាន់ណាបងប្អូនចា BA Ambassador គឺប្រានាងចេនណាចាគឺសក់ស្អាតណាយំទៅប្រានាងកុំមកនឹងផលិតប្រម៉ូទនឹងផលិតផលឲ្យគេណាតតែផលិតផលហ្នឹងដែលប្រានាងប្រើហើយគឺល្អពិតតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាសក់ជ្រុះសក់ឆេះសក់ដាច់សក់អង្គែសក់លមាស់កុំភ្លេចប្រើជាមួយនឹងសាប៊ូកក់សក់របស់ម៉ែរួយតែឥឡូវអ្វីដែលសំខាន់ណាកំពុងមានប្រូម៉ូសិនជាមួយនឹងសាប៊ូកក់សក់បងប្អូនឈុតតូចនេះខ្នាត 300ml កក់2ប្រេង1អប់1តម្លៃត្រឹមតែ$25ទេសម្រាប់បងប្អូនទិញឥឡូវនេះគឺខ្ញុំចាធ្វើការ free សេវាដឹកជូនចាអានេះបងប្អូនក្តាមដែលយើងបានបុកមិញហ្នឹងចាគឺយើងយកមកបុកចាគឺយើងយកមកច្រោះចឹងតែបើសិនជាយើងអត់ទាន់បានដាក់ទឹកសាឡនេះគឺអត់តម្រូវឲ្យយើងដាក់ទឹកច្រើនទេសម្រាប់សម្លបុកខួរក្តាមពីព្រោះអីយើងត្រូវច្របាច់ទឹកវាចឹងណាបងប្អូនចាបន្ទាប់ពីច្របាច់ទឹកហើយបងប្អូនមើលនេះបងប្អូននិយាយពីថាខួរក្តាមនេះអូនិយាយពីថាខ្លាញ់ច្រើនយកតែមែនតែនហ្មងបងប្អូនចាហើយស្លយើងគឺធម្មតាដាក់ដាក់អំបិលប៊ីចេងចាហើយស្លំជូរមួយក៏ខ្ញុំអត់ដាក់ស្ករទេបងប្អូនចាឥឡូវដាក់ហើយយើងធ្វើការដាក់ក្តាមចូលអញ្ចឹងមកចាបន្តមកចាដាក់ជាមួយនឹងចាបន្លែរបស់យើងមកក្តាមខ្ញុំដាក់មុនណាហើយស្លនេះបងប្អូនពេលខ្លះយើងថាញ៉ាំក្តាមសងាមតែញ៉ាំហើយអត់សងាមទេស្លម្ជូរនេះញ៉ាំហើយគឺជាតិខ្លាំងតែអ្វីសំខាន់ស្លអត់ឃើញប្រហុកបងប្អូនអើយរស់រះហើយតែទិញប្រហុកយកមកដាក់ស្លបងប្អូនតែឥឡូវដាក់ប្រហុកហើយចាយើងដាក់ធ្វើការដាក់ជាមួយនឹងស្លឹកអំពិលជាមួយនឹងស្លឹកអីបងប្អូននិយាយមែនយករួមទៅចូលស្រែងយូរទៅផ្លិចស្លឹកម្រះព្រៅហ្នឹងថាផ្លិចអស់ឲ្យបងប្អូននិយាយមែនណាចាអញ្ចឹងអ្វីយើងជាអ្វីច្រើនអញ្ចឹងហើយកុំភ្លេចចាថែរក្សាសុខភាពផងបងប្អូនចាហើយបងប្អូននេះស្លម្ជូរខួរក្តាមរបស់យើងចាមានទាំងក្តាមមានទាំងខួរក្តាមយូរទៅគឺថាជាដល់ជាតិមែនតើហើយបន្លែនេះគឺបន្លែស្រុកស្រែធម្មជាតិមិនមានគីមីសូម្បីតែ1%ក្តាមក៏យកមកពីផ្ទះលហុងក៏យកមកពីផ្ទះចាស្លឹកម្រះព្រៅក៏យកមកពីផ្ទះដែរចាបងអ្វីដែលសំខាន់នោះគឺស្រឡាញ់ខ្លាំងត្រង់ថាញ៉ាំឆ្ងាញ់មែនតើបងប្អូនអើយដាក់ម្ទេសហិលបងទៅនិយាយពីថាញ៉ាំជាមួយនឹងបាយបងប្អូនអើយនិយាយពីថាហឹកហក់ហ្មងញ៉ាំបាយថ្ងៃធំយើងហ្នឹងបងប្អូននិយាយពីថារសជាតិវិញ10 ជាតិតែម្ដង